វិធីសាស្ត្រ5យ៉ាងដើម្បីព្យាបាលការតឹងច្រមុះរបស់ទារកពេលមានជំងឺផ្ដាសាយហេសម្បោរអាចជារឿងល្អព្រោះវាជាវិធីមួយរបស់រាងកាយដើម្បីកម្ចាត់មេរោគចេញប៉ុន្តែនៅពេលដែលកូនរបស់អ្នកមានស្លេសច្រើនពេកវាអាចធ្វើឲ្យទារកមានការលំបាកក្នុងការដកដង្ហើមខាងក្រោមនេះគឺជាវិធីសាស្ត្រងាយៗដើម្បីព្យាបាលការតឹងច្រមុះរបស់ទារក1. ទឹកអំបិលអ្នកគ្រាន់តែដាក់ទឹកអំបិល2 ឬ 3 ដំណក់ចូលទៅក្នុងរន្ធច្រមុះរបស់ទារកហើយបន្ទាប់មកប្រើរបស់ទន់ៗដើម្បីយកស្លេសចេញ 2. ប្រើវត្ថុស្អិតអ្នកអាចប្រើក្រណាត់ទន់ជាមួយទឹកក្តៅអ៊ុនៗដើម្បីសម្អាតច្រមុះរបស់ទារកបាន 3. ចំហាយអ្នកអាចដាក់ចំហាយត្រជាក់នៅក្នុងបន្ទប់ទារកដើម្បីបន្ថែមជាតិសំណើមនៅក្នុងខ្យល់ព្រោះវាអាចជួយជម្រះការតឹងច្រមុះរបស់ទារកនិងលាងសម្អាតមេរោគចេញពីម៉ាស៊ីនដូចជាមេរោគផ្សិតជាដើម 4. ផ្ដល់នូវក្តីស្រឡាញ់អ្នកអាចប្រើដៃរបស់អ្នកដើម្បីម៉ាស្សាថ្នមៗព្រោះអាចជួយបន្ធូរបន្ថយការស្ទះទ្រូង 5. រងចាំឲ្យទារកហៀសម្បោរចេញមកក្រៅប្រសិនបើវាមិនបានរំខានដល់ទារកទេអ្នកមិនត្រូវធ្វើអ្វីនោះទេសូមកុំព្យាយាមផ្ដល់ថ្នាំដល់ទារកដោយត្រូវពិគ្រោះជាមួយគ្រូពេទ្យជាមុនសិននាំមកជូនដោយទឹករ៉ែធម្មជាតិម៉ង់ក្លាត្រូវបានវេជ្ជបណ្ឌិតប្រទេសបារាំងណែនាំល្អបំផុតសម្រាប់ឆុងទឹកដោះគោឲ្យទារក